ចត្រាគឺជាឧត្តមសេនីយ៍ត្រីម្នាក់និងជាមេបញ្ជាការកងពលតូចហើយក៏ជាអ្នកចេញប្រយុទ្ធផងដែរគាត់មានភាពនឿយហត់ជាខ្លាំងព្រោះថាការទប់ទល់ជាមួយនឹងសត្រូវគឺមិនមែនជារឿងងាយស្រួលឡើយរំពេចនោះសត្រូវក៏បានបាញ់គាត់រកែបឃ្លោងចូលមកនិងបញ្ជូនទាហានឲ្យសម្រុកចូលគាត់បានធ្វើការបាញ់ទប់ទល់ជាខ្លាំងទោះពេលនេះគាត់កំពុងតែចុកខ្សោយក៏ដោយក៏គាត់មិនឲ្យខ្មាំងសត្រូវដឹងឡើយហើយគាត់បានប្រាប់ទៅកូនទាហានដទៃទៀតថាចូលកុំខ្លាចវាបន្ទាប់មកកូនទាហានដទៃទៀតក៏នាំគ្នាសម្រុកបាញ់ជាមួយគាត់បានបញ្ជាឲ្យបាញ់ BM-21 ទប់ទល់ជាមួយនឹងកម្លាំងធ្មើជើងរបស់វាមិនឲ្យសម្រុកចូលមកកន្លែងឈរជើងរបស់កងទ័ពយើងឡើយប៉ុន្តែមិនដូចជាអ្វីដែលគាត់គិតឡើយព្រោះថាគ្រាប់កាំភ្លើងរបស់យើងនិងគ្រាប់ BM-21 សុទ្ធតែមានកំណត់មិនអាចបាញ់តែប្រទេសផ្ដាស់បានឡើយអញ្ចឹងហើយធ្វើឲ្យពួកវាវាយបានកន្លែងឈរជើងនិងបោះជំរំបន្ទាប់ពីពួកវាបានបោះជំរំហើយពួកវាបាននាំគ្នាពិភាក្សាគ្នាបន្ទាប់ពីពិភាក្សារួចពួកវាក៏បានឲ្យទាហានរបស់ពួកវារៀបចំរាយកម្លាំងនិងកសាងលេងឋានទាំងយប់និងបំពាក់ទៅដោយគ្រាប់រ៉ុកែតជាច្រើនហើយពួកវាក៏មានគម្រោងនៅក្នុងការវាយកាន់កាប់ទីតាំងរបស់យើងបន្ថែមទៀតនៅយប់នេះផងដែរបន្ទាប់មកពួកវាក៏បានចល័តតបមកទាំងយប់មែនហើយក៏បានត្រៀមខ្លួននៅក្នុងការវាយកាន់កាប់ជំរំធំថែមទៀតប៉ុន្តែវាមិនងាយស្រួលដូចជាពួកវាគិតឡើយព្រោះថានេះជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំដែលមិនឲ្យបាញ់គ្រាប់ផ្ដេសផ្ដាស់ព្រោះចាំឲ្យទ័ពរបស់ពួកវាចូលមកក្នុងកាន់តែជ្រៅនិងនាំសភាវុធមកដែរនោះជាឱកាសក្នុងការយើងបាញ់ BM-21